ប្រៀបធៀបទំនប់ទឹកទាំងពីរដែលមួយនៅអាមេរិកនិងមួយទៀតនៅប្រទេសចៅសៀមប្រទេសថៃប្រទេសថៃទំនប់ទឹកដ៏ធំរបស់ថៃគឺភូមិ Bol Dam ហើយនៅអាមេរិកទំនប់ទឹកដ៏ធំរបស់អាមេរិកគឺ Hoover Dam ឈ្មោះដាំដូចគ្នាសំដៅលើទំនប់ទឹកនិងអាងស្តុកទឹកណាហើយបើយើងនិយាយពីធៀបជាមួយនឹងទំហំរបស់អាមេរិកធំជាងដែលមានទំហំរហូតដល់ទៅ221ម៉ែត្រចំណែករបស់ចៅសៀមនេះកម្ពស់របស់វាគឺតែ154ម៉ែត្រទេចំណោះទឹកគឺតូចជាងដែរថៃផ្ទុកបាន13.4កោតម៉ែត្រគីបនៅក្នុងបឹងណាហើយបើអាមេរិកវិញផ្ទុកបានរហូតទៅ35កោតម៉ែត្រគីបខាងនេះធំជាងអាមេរិកធំជាងណាពួកថៃវាតែងតែអួតថាទំនប់របស់វាល្អទំនប់របស់វាខ្លាំងបើយើងនិយាយពីការផលិតវារីអគ្គិសនីរបស់អាមេរិកផលិតបាន2080មេហ្គាវ៉ាត់ហើយរបស់អាចោសៀមផ្ទុកបានតែផលិតបានតែ779មេហ្គាវ៉ាត់ទេដែលនៅខាងនេះណានេះពុកម៉ែបងប្អូនរបស់ចៅសៀមគឺនៅខាងស្ដាំដៃនេះដែលខ្ញុំកំពុងទាននេះណាហើយរបស់អាមេរិកគឺនៅខាងឆ្វេងនេះពុកម៉ែបងប្អូនខ្ញុំកំពុងតែបវល់របស់អាមេរិកឲ្យមើលហើយបើយើងនិយាយពីទំនប់ដែលប្រើប្រាស់ទាំងពីរហ្នឹងគោលបំណងរបស់អាមេរិកគឺបានសាងសង់ឡើងដើម្បីគ្រប់គ្រងទន្លេ Colorado ដែលតែងតែបង្កទឹកជំនន់និងដើម្បីផ្គត់ផ្គង់ទឹកដល់រដ្ឋ Arizona ហើយនិង California ទុកទឹកណាហើយបើគ្មានទំនប់នឹងទេ Las Vegas ក៏មិនអាចមានពន្លឺភ្លើងដូចសពថ្ងៃដែរដោយសារតែវាផលិតថាមពលហើយផលិតភ្លើងផ្គត់ផ្គង់បានច្រើនទៅរដ្ឋ Las Vegas ចំណែកឯភូមិ Bol Dam របស់ប្រទេសចៅសៀមនេះវិញវាផលិតឡើងវាមានសម្រាប់សំខាន់របស់វាដែរសម្រាប់វិស័យកសិកម្មណាហើយនៅវាលទំនាបកដាសម្រាប់ដាំដុះស្រូវដ៏ធំហើយនឹងជួយការពារទឹកជំនន់នៅទីក្រុងបាងកកអានឹងផ្ដោតទៅលើការការពារហើយផលិតនៅថាមពលវារីអគ្គិសនីដូចគ្នាគាត់ថាការផលិតរបស់វាគឺប៉ុណ្ណេះវាធំហើយបើយើងធៀបមួយអាមេរិកវាទូជាងអាមេរិកបើយើងធ្វើការសន្និដ្ឋានទំនប់របស់ទាំងពីរហ្នឹងបាទ Hoover Dam មានទំហំធំជាង3ដងនេះខាងនេះណារបស់អាមេរិកនេះគឺមានទំហំធំជាង3ដងបើយើងធៀបពីទំហំប៉ុន្តែភូមិ Bol Dam ត្រូវបានគេចាត់ទុកថាវាជាបេះដូងនៃសេដ្ឋកិច្ចរបស់ថៃពីព្រោះថៃគុំតបានទំនប់ហ្នឹងឯងដែលជួយបម្រើប្រព័ន្ធធារាសាស្ត្ររបស់ថៃបានច្រើនហើយកសិកររាប់លានអ្នកវិញគឺចិញ្ចឹមជីវិតដោយព្រោះពឹងផ្អែកលើទំនប់ហើយនឹងការទប់ទឹកហ្នឹងទាំងពីរហ្នឹងសុទ្ធតែជាកន្លែងដែលល្អកន្លែងដែលផ្លាស់ប្ដូរវាលខ្សាច់អាមេរិកផ្លាស់ប្ដូរវាលខ្សាច់របស់សហរដ្ឋអាមេរិកទៅជាទំនប់ហើយបើថៃផ្លាស់ប្ដូរតំបន់វាលទំនាបបឹងហើយនឹងភ្នំទៅជាទំនប់ដូចគ្នានេះពុកម៉ែបងប្អូនខ្ញុំបវល់ឲ្យមើលបន្តិចយើងស៊ូមមើលទៅនេះបងប្អូនអូយម៉ៃក៏អត់តែខាងនេះណានេះគឺភូមិបុលដាំរបស់ប្រទេសចៅសៀមហើយចំណែកខាងនេះគឺហូវដាំរបស់សហរដ្ឋអាមេរិកបាទមើលទៅវាមិនខុសគ្នាប្រហែលទេប៉ុន្តែបើនិយាយពីអកម្ពស់កម្រាស់គឺខុសគ្នាច្រើនអីដែលយើងបនថ្ងៃមុនណាធ្វើវីដេអូកាលពីមុននេះបនឲ្យមីយ៉ាន់ម៉ាដាក់ចំទំនប់នេះដើម្បីលិចបាងកកឲ្យវាលាយលុតពីភពផែនដីហ្នឹងទៅអូខេការប្រៀបធៀបនៅទំនប់ទាំងពីរគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន